បានផ្ទះដែលយើងបានកែតម្រូវបច្ចេកទេសទាំងស្រុងរយៈពេលបាន7 ខែបងប្អូននេះខ្ញុំមកប្រមូលផលជូនម្ចាស់ផ្ទះហើយឃើញថាវាល្អខ្លាំងមែនតើគ្រាន់តែថានៅតំបន់នេះវារៀងអាសាដាច់ភ្លើងតិចហើយសំណើមសីតុណ្ហភាពអីគឺល្អខ្លាំងជាងមុនឆ្ងាយបងប្អូនបន្ទាប់ពីយើងកែតម្រូវមកណាហើយនេះគឺជាភាពក្នុងផ្ទះបងប្អូនអាចតាមដានមើលដូច្នេះបងប្អូនចង់ដឹងថាបានសបុកប្រមាណក្នុងពេលយើងបេះដំបូងនេះសូមបងប្អូនតាមដាននៅដល់ចុងបញ្ចប់វីដេអូខ្ញុំនឹងបង្ហាញវាបងអែមណាស់ជាន់មួយជាន់ទី6លើនោះនេះជាន់ក្រោមគេអស់សិតអេឌីតថ្មីអេឌីតតែបោះកងធ្លាប់តែមានសัตว์ទេណាជាន់នេះអែមស្រែមទៅមកនេះតំបៀកនោះសបុកល្អតាទៅសបុកនេះនេះបេះបាននេះបងនេះអីអាចបេះបានទៅធំទេតាមានសัตว์នៅក្នុងនេះបេះមានតើបងជាន់ទី6ដល់កអាចដល់កអាចដោយដែលបងប្អូនបានទស្សនាពីមុនហើយវីដេអូមុននឹងកែផ្ទះកម្មនេះគឺមានសត្វតិកម្មមួយចំនួនទេមានតិចតួចទេនៅជាន់ទី6ទី5ទី4មានតិចបំផុតទី4ចំពោះជាន់ទី3ទី2ទី1គឺអត់មានសត្វទេគឺស្អាតទេឆេញហ្មងអញ្ចឹងណាបងប្អូនឥឡូវនេះយើងកែបានជោគជ័យគឺថាជួនម្ចាស់ផ្ទះគាត់សប្បាយចិត្តមែនទែនហើយក៏យើងបេះបានច្រើនជូនគាត់ផងដែរហើយបងប្អូនមើលអាចរយៈពេល7 ខែយើងបោសសរុបមានអាបេខ្លះពេញអាបេខ្លះស្ទើរវាបានប្រហែលជា8 បេដែរបងប្អូនគាត់អាចរយៈពេល7 ខែណាធ្លាប់តែជាផ្ទះដែលអត់មានបានផលទេបងប្អូន3 ឆ្នាំបេះប្រហែលជាបាន3 គីឡូទេហើយបងប្អូនមើលវីដេអូជាក់ស្ដែងនេះខ្ញុំបេះនេះបងប្អូនសបុកដែលយើងបេះបានណាវាមានសបុកយើងទៅប្រមូលផលបានដំបូងវាអាចវាមានរូបរាងល្អខ្លះស្អាតខ្លះហើយខូចរូបរាងខ្លះដោយសារយើងទុកឲ្យសត្វជាកម្មយើងមានសុវត្ថិភាពមានអីចឹងណាបងប្អូនផ្ទះនេះគុំតើមានបញ្ហាដាច់ភ្លើងអាសាដាច់ភ្លើងនេះកុំអីក៏អាចលើសនេះក៏ថាបានដែរបងប្អូនអញ្ចឹងយើងបានថ្លឹងជូនគាត់ហើយថតជូនម្ចាស់ផ្ទះអត់មាននេះទេគឺយើងថ្លឹងហើយយើងឆាតប្រាប់គាត់ទៀតឲ្យគាត់បានប្រហែលជា5 គីឡូ6 7 ខាំបងប្អូនសបុកអានេះទៅតែអាយុ7 ខែទេវាផុតកុងត្រាខ្ញុំធានាជូនគាត់បាត់ហើយបងប្អូនហើយនេះគឺជាសមិទ្ធផលមួយដែលខ្ញុំធ្វើជូនម្ចាស់ផ្ទះឲ្យគាត់សប្បាយរីករាយបន្ទាប់ពីយើងកែជូនគាត់បាទហើយពីខ្ញុំទៅសម្រាប់បងប្អូនចង់ពិសាពាក់ព័ន្ធនឹងការធ្វើផ្ទះជាកម្មថ្មីឬក៏កែផ្ទះជាកម្មគឺខ្ញុំមានធានាច្បាស់លាស់ជូនឲ្យបងប្អូនម្ចាស់ផ្ទះធានាថាជោគជ័យទាំងអស់គ្រប់តែផ្ទះទាំងអស់ដែលខ្ញុំបានធានាឆែកជូនបងប្អូនបាទអរគុណ